សំឡំជួគ្រឿងសាច់គោជាមួយនឹងស្លឹកម្កាក់បងប្អូនអរគ្នាថែមតកួនដែរចំពោះគ្រឿងផ្សំវាមានគ្រឿងក្រហមគ្រឿងខៀវម្ទេសប្រហុកខ្ទឹមខ្ទិះដូងហើយនឹងត្រួយម្កាក់ដែលយើងបានហាន់ហើយហ្នឹងហើយដល់ពេលឆ្អិនហើយគឺមានពណ៌អញ្ចឹងតំណងអត់បងប្អូនអរគ្នាមកជួគ្រឿងមានពណ៌អញ្ចឹងហត់ក្តៅជាតិខ្លាំងណានេះនឹងដែរទៅសារឃើញត្រួយម្កាក់អញ្ចឹងទៅក៏នឹកឃើញថាស្លម្ជូរគ្រឿងទៅហើយទិញគ្រឿងមកតាមហ្នឹងណាបងប្អូនអរគ្នាជាមួយនឹងសាច់គោតកួនហើយមុននឹងខ្ញុំដំតកួនខ្ញុំដាក់អំបិលក្រួសថែមទឹកដើម្បីកាត់តកួនដំត្រឡប់ខ្ញុំធ្វើអញ្ចឹងថែមទឹកអំបិលហ្នឹងគឺដើម្បីឲ្យតកួនរបស់យើងទន់ល្អហើយយើងដំវាបន្តិចទៅពេលយើងដាក់ស្លទៅវាចូលជាតិគ្នាល្អមែនតើជាមួយនឹងម្ជូរគ្រឿងយើងរួមទៅមិនថាស្លម្ជូរធម្មតាម្ជូរសាយយើងធម្មតាម្ជូរគ្រឿងឲ្យតែមានតកួនពីច្រើនខ្ញុំចូលចិត្តដំវាត្រាំទឹកអំបិលអញ្ចឹងវាជួយលាងសម្អាតមេរោគឬមួយក៏បាក់តេរីអីហើយធ្វើឲ្យតកួនរបស់យើងនឹងវាទន់ល្អទៀតណាហើយចំពោះត្រួយម្កាក់នេះបានលាងរួចរាល់ហើយក៏ខ្ញុំយកវាមកបូតមានហៀងចុងអញ្ចឹងណាលីចាស់ខ្លះខ្ចីខ្លាំងអញ្ចឹងទៅដើម្បីឲ្យស្លរបស់យើងជូរឆ្ងាញ់ណាសំខាន់ពេលដែលយកទៅហាន់យើងធ្វើម៉េចហាន់វាឲ្យល្អិតព្រោះកាលណាកាន់តែល្អិតធ្វើឲ្យម្ហូបរបស់យើងហ្នឹងកាន់តែចូលជាតិគ្នាហ្មងអញ្ចឹងទៅយើងហាន់វាដូចជំនួសបន្លែមួយមុខទៀតអញ្ចឹងត្រួយម្កាក់ហ្នឹងហើយយកសាច់គោយើងមកលាងពី3ទឹកទៅចាំយកវាមកហាន់រួមទៅមកជូរគ្រឿងនេះបើសិនជាចង់ស្លតតែធ្វើឲ្យបានលឿនព្រោះរសារនេះត្រូវការមួយងាស់យូរណាស់ដើម្បីឲ្យផុយអញ្ចឹងទេមិនងាយបានញ៉ាំទេបើថាញ៉ាំបាយម៉ោងមិន10អីតស្លពីម៉ោង9ទៅបានវាពុះមកពេលយើងដល់ម៉ោងបាយល្មមញ៉ាំហ្មងតែដល់ពេលយើងស្លភ្លាមអីដឹងតែញ៉ាំអត់កើតទេបើអាចស្លពីព្រឹកតល្ងាចញ៉ាំអាហ្នឹងវាផុយឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីហាន់សាច់រួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់ប្រេងជាមួយនឹងខ្ទឹមដើម្បីលីងវាឲ្យឡើងឈ្ងុយសិនណាបាទខ្ញុំដាក់គ្រឿងយើងចូលគ្រឿងជាមួយនឹងម្ទេសក្រហមយើងកិនម៉ត់ហើយហ្នឹងលីងវាឲ្យវាឡើងឈ្ងុយហើយបានចាប់ផ្ដើមដាក់ប្រហុកចុងក្រោយហើយបន្ទាប់ពីយើងលីងឈ្ងុយហើយយើងកាត់អាខ្ទិះដូងដែលយើងទិញពីផ្សារមកហ្នឹងដាក់ចូលដើម្បីកុំឲ្យវាខ្លោចហើយវាចេញខ្ទិះពីខ្ទិះដូងហ្នឹងធ្វើឲ្យម្ហូបរបស់យើងហ្នឹងកាន់តែឈ្ងុយហើយខ្ញុំមានស្តៅដីនៅអញ្ចឹងទៅក៏នឹកឃើញថែមស្តៅដីមួយមុខទៀតទៅដើម្បីឲ្យស្លរបស់យើងកាន់តែឆ្ងាញ់អញ្ចឹងណាតើមកខ្ញុំដាក់ស្ករត្នោតយើងម្ដុំ2ទឹកត្រីអំបិលប៊ីចេងស្ករបងគ្រឿងវាហើយអស់អញ្ចឹងណាជាមួយនឹងម្សៅស៊ុបចុងក្រោយគេបាទខ្ញុំចាក់សាច់គោយើងចូលកូរវាទៅមកមួយសពហើយដាក់មកពុះសិនបាទខ្ញុំដាក់ទឹកថែមដើម្បីងាស់វាឲ្យវាចេញអាទឹកភ័យនឹងសិនអញ្ចឹងណាបន្ទាប់ពីវាចេញទឹកភ័យហើយខ្ញុំចាប់ផ្ដើមដាក់ទឹកមកល្មមដើម្បីងាស់វារួមទៅពុះគោមិនពុះគោឯសាច់គោម្ជូរគ្រឿងហ្នឹងគឺត្រូវការងាស់ខ្លាំងណាខ្ញុំងាស់ឲ្យបាន2-3ពុះហើយខ្ញុំចាប់ផ្ដើមដាក់ស្លឹកម្កាក់ចូលណាហើយស្លឹកម្កាក់ហ្នឹងក៏ខ្ញុំងាស់ថែម2-3ពុះទៀតដែរមើលតែវារៀងទឹកថែមទឹកបន្តិចទៅហើយយើងងាស់2-3ពុះទៀតមកយើងភ្លក់សាច់គោយើងមកទៅមកល្មមផុយហើយចាំយើងដាក់តកួនចុងក្រោយហើយដាក់តកួនហ្នឹងក៏ត្រូវការងាស់ថែមតិចទៀតដែរដើម្បីវាចូលចិត្តគ្នាជាមួយនឹងតកួនស្លឹកម្កាក់សាច់របស់យើងហ្នឹងហើយវាធ្វើឲ្យវាកាន់តែផុយអញ្ចឹងណាបន្ទាប់ពីដាក់ហើយគឺរួចរាល់ហើយចាប់ផ្ដើមដួសដាក់ចានដល់ម៉ោងញ៉ាំបាយហើយរួមធ្វើតាំងពីម៉ោង9អញ្ចឹងមកបានញ៉ាំម៉ោង7:12បានម្ហូបយើងឆ្អិនហើយម្ហូបយើងក៏ឆ្អិនរួចរាល់ដែរបងប្អូនមើលតំណងខ្លាំងណាស់ជូរហឹរតិចរួមទៅញ៉ាំមួយបាយគឺម្ហូបចុះបាយហ្មងមួយមុខហ្នឹង